បាទសួស្តីដល់អ្នកគ្នាស្វាគមន៍មកកាន់កម្មវិធីចែករំលែកទៅលើបច្ចេកទេសក្នុងការប្រើប្រាស់ Excel ហើយថ្ងៃនេះគឺលោកគ្រូមានជា practical មួយដែលពាក់ព័ន្ធជាមួយការធ្វើ report អឺហើយយើងផ្សារភ្ជាប់ជាមួយនឹង chart តែម្ដងអញ្ចឹងណាអូខេអញ្ចឹងនៅក្នុងវីដេអូវគ្គនេះគឺប្រហែលជា2 part បានចប់ទៅលើការរៀបចំរបស់យើងនេះហើយនេះគឺជា part 1នៃការរៀបចំ report មួយនេះអញ្ចឹងនៅក្នុង report នេះគឺលោកគ្រូចង់បានតួលេខហើយទីមួយគឺទៅតាមប្រភេទសៀវភៅណាប្រភេទសៀវភៅតួលេខ cell ហើយប្រភេទ order ដូចគ្នាហើយលោកគ្រូចង់បានពាក់ព័ន្ធជាមួយនឹង quantity purchase cost selling ហើយនិង profit ទៅតាមខែមួយមួយហើយខាងនេះវិញគឺទៅតាមសៀវភៅ name ហើយជាតួលេខ sell ជា quantity ដែរហើយខាងនេះជា customer អញ្ចឹងមកនៃការផលិត report របស់យើងគឺមានច្រើននៅក្នុងហ្នឹងហើយចំនួនសួរថាតើយើងបានព័ត៌មានមកពីណានៅពេលដែលយើងផលិត report បែបនេះអញ្ចឹងលោកគ្រូមាន sell data មួយអូខេ sell data នេះគឺជាព័ត៌មានដែលយើងនឹងត្រូវចាប់យកទៅនៅក្នុង report របស់យើងដែលនឹងត្រូវផលិតហើយ report មួយនេះគឺយើងនឹងរៀបចំទៅជា chart នៅពេលដែល final report អញ្ចឹងណាអូខេអញ្ចឹងទីមួយគឺគ្រូចង់ចង់ចាប់ព័ត៌មានបាយម៉ាន់នេះបានន័យថាយើងចង់រកចំនួន quantity ចំនួន project cost ហើយនឹង sell និង profit បាយម៉ាន់អញ្ចឹងណាអញ្ចឹងនៅក្នុង formula ដែលយើងអាចប្រើប្រាស់បានគឺយើងអាចប្រើប្រាស់រូបមន្ត sum if អាចធំតិច sum if មាន s គេអញ្ចឹងយើងទៅមើល rank មើលតើកន្លែង quantity នៅកន្លែង sell report កន្លែងណាយើង rank របស់យើង quantity អញ្ចឹងមកកន្លែង quantity មកឃើញហើយអូខេ quantity នៅណានេះ quantity អូខេអញ្ចឹងតមកទៀតយើងមកខែនេះខែអូខេហើយតទៀតទៅចាប់ជាមួយខែនៅខាងនេះវិញអូខេអញ្ចឹងតែប៉ុណ្ណឹងមកអ្នកនរគ្នាអូដល់ក្រោមមួយបាទអូខេអូក្រោមមួយហើយតទៀត purchase cost ដូចគ្នា sum if មាន i ដូចគ្នាហើយ sum if មាន i នេះយើងមកមើលអឺ purchase cost នេះ sum rank អូខេហើយតមកទៀតដាច់រា rank 1ហើយយើងមកចាប់ជាមួយនឹងខែដូចគ្នាអូខេអញ្ចឹងអូតិចមកបានណាអូខេហើយ selling ដូចគ្នាណា sum if មាន s ដូចគ្នាហើយយើងទៅមើលតួលេខ sell យើងនេះអូខេវាមួយហើយ criteria rank 1ហើយមកហៅ criteria 1អញ្ចឹង criteria 1ខែដូចគ្នាអូខេហើយពាក់ព័ន្ធជាមួយ profit ណា profit យើងមើលទៅនៅនេះមាន profit អត់នៅនេះមាន margin ណាមាន margin ហើយអញ្ចឹងបើយើងមើលទៅលើ profit អត់មានទេអញ្ចឹង profit អ្នកនរគ្នាអាចកណនីយកតួលេខ sell ដកជាមួយនឹង purchase cost មកយើងឃើញ profit ដែរអូខេហ្នឹងមួយអូខេហើយមួយទៀតខ្ញុំចង់បានទៅតាមប្រភេទឈ្មោះនៃសៀវភៅណាតួលេខ cell និង quantity អញ្ចឹងមានន័យថានៅក្នុង file cell របស់យើងគួរតែមានប្រភេទណាប្រភេទឈ្មោះនៃសៀវភៅនេះឈ្មោះនៃសៀវភៅហើយបន្តទៅទៀតតួលេខ cell ហើយនិង quantity យើងមានហើយ data របស់យើងណាអញ្ចឹងយើងអាចប្រើរូបមន្ត sum if មាន s ដូចគ្នា sum if មាន s អញ្ចឹងទៅ sum rank គឺ sum តួលេខអញ្ចឹងតួលេខគឺកន្លែង cell ណា cell ហើយបន្តទៀតទៅ criteria rank 1ឈ្មោះសៀវភៅនេះឈ្មោះសៀវភៅហើយមកចាប់ criteria 1សៀវភៅឈ្មោះសៀវភៅនៅនេះវិញងាយបាត់បងជាប់មកអូខេបន្តទៀត quantity ណា quantity 30 មានដែរដូចគ្នានិយាយទៅformula នេះគឺយើងងាយស្រួលក្នុងការរៀបចំទេហើយរូប report នេះក៏ងាយស្រួលក្នុងការរៀបចំដែរអញ្ចឹងណាដោយសារព័ត៌មានយើងមានគ្រប់ទាំងអស់គ្រាន់តែប្រើរូបមន្ត sum if តែមួយទេគឺយើងអាចផលិតបាន report ទាំងអស់នេះបានអូខេអញ្ចឹងនៅនេះគឺយើងប្រើ sum if មាន s មកហើយទៅកន្លែង quantity ទៅ sum កន្លែង quantity យើងមើល quantity នៅណាកន្លែង quantity តួលេខ quantity នេះអូខេហើយបន្តមកទៀតអឺឈ្មោះសៀវភៅណាអូខេ criteria rank 1ហើយមកចាប់ជាមួយនឹង criteria 1តើមួយគឺយើងបានអូខេបន្តទៀតលោកគ្រូចង់បាន sell by customer វិញម្ដងអញ្ចឹងមានន័យថាកន្លែង report sell គួរតែមាន customer name យើងមើលទីមើល customer name មានអត់នៃ customer name អូខេអញ្ចឹងយើងគ្រាន់តែប្រើរូបមន្ត sum if ដូចគ្នាអូខេ sum if មាន x sum rank គឺកន្លែងតួលេខ cell នេះអូខេតួលេខ cell របស់យើងហើយបន្តទៀត criteria rank 1ទៅតាម formula គឺយើងចាប់ឈ្មោះ customer បន្តមកទៀតមកចាប់ criteria 1នៅ customer នេះអូខេដល់ប៉ុណ្ណឹងមកបាទអូខេអញ្ចឹងនេះយើងផលិតបាន report ចំនួន3 report ដែរអញ្ចឹងនៅសល់2 report ទៀតយើងនឹងមើលទៅលើប្រភេទសៀវភៅវិញម្ដងអញ្ចឹងរកតួលេខ cell ទៅលើ3សៀវភៅនេះអញ្ចឹងលោកគ្រូប្រើរូបមន្ត sum if ដូចគ្នាមកកន្លែង data លោកគ្រូយក cell ហើយយើងមករក criteria rank 1ប្រភេទសៀវភៅជាងប្រភេទសៀវភៅនេះអូខេអញ្ចឹង select មកហើយបន្តមកទៀតមកចាប់ជាមួយប្រភេទសៀវភៅនេះវិញ criteria 1ហ្នឹងប៉ុណ្ណាមកបានហើយអូខេអញ្ចឹង order location ដូចគ្នាលោកគ្រូចង់បាន12 location ទេតើទៅមួយតួលេខ cell នេះគ្នាអញ្ចឹងគ្រូប្រើរូបមន្ត sum if ហើយ sum if មាន s ហើយមក select កន្លែងតួលេខ cell ហើយបន្តមកទៀតលោកគ្រូមក
មើលcriteria rang 1គឺ location អញ្ចឹង location នេះ order location វាមួយលោកគ្រូទៅចាប់ជាមួយនឹង store ណាអូខេអញ្ចឹងបានតួលេខអូខេអញ្ចឹងបើយើងមើលទៅពាក់ព័ន្ធជាមួយការផលិត report មួយនេះយើងចំណាយពេលខ្លីហើយមានប្រសិទ្ធភាពហើយយើងងាយស្រួលក្នុងការមើលយើងចង់បានប្រភេទសៀវភៅក៏មានហើយមើលទៅលើចំណូលបាយម៉ាន់ក៏មានហើយមើលទៅលើឈ្មោះសៀវភៅក៏មានអញ្ចឹងណាគេហៅ customer ក៏មាន order ក៏មានដែរអញ្ចឹងមកន័យថាយើងអាចប្រើប្រាស់រូបមន្តមួយដើម្បីចាប់ទៅជាប្រភេទ report ផ្សេងដែលបេះទៅលើ data របស់យើងហើយសម្រាប់វីដេអូវគ្គនេះគឺលោកគ្រូមានតែប៉ុណ្្នឹងទេជួបជាមួយលោកគ្រូនៅក្នុងវីដេអូ part ទី2ដែលយើងនឹងរៀបចំឆាតពាក់ព័ន្ធជាមួយនឹង report មួយនេះបាទអរគុណជំរាបលា